នេះគឺ Ashley ហើយ Ashley នេះដែរនឹងចាក់ចេញពីប្រទេសកំណើតរបស់ខ្លួនទៅរស់នៅក្រៅប្រទេសគឺជាប្រទេសដែលជាបរិសុទ្ធក្នុងក្តីសម័យរបស់នាងប៉ុន្តែនាងមិននឹកស្មានថាវានឹងមានកើតឡើងរឿងអាក្រក់ចំពោះនាងនឹងឡើយហើយបើសិនបើយើងចង់ដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះ Ashley កុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាអញ្ចឹងរឿងនេះកើតឡើងតាំងពី Ashley មានអាយុ12ឆ្នាំហើយ Ashley គឺជាក្មេងស្រីម្នាក់ដែលជាក្មេងធម្មតាដែលជាក្មេងជាទូទៅនៅក្នុងប្រទេសកាណាដានឹងឯងហើយជាទូទៅក្មេងនៅក្នុងវ័យជំទង់បែបនេះគឺពួកគេចូលចិត្តលេងបណ្ដាញសង្គមហើយថ្ងៃមួយនាងក៏ទទួលបាន friend request បានន័យថាស្នើសុំធ្វើជាមិត្តភ័ក្តិដែលបរិសម្នាក់ហ្នឹងគឺមានឈ្មោះថា Jack ហើយ Jack មានអាយុ16ឆ្នាំ Jack មានទីលំនៅនៅក្នុងប្រទេសអង់គ្លេសហើយពួកគេក៏ចាប់ផ្ដើមជជែកគ្នាធម្មតាជាមិត្តភ័ក្តិធម្មតាជជែកគ្នាអញ្ចឹងទៅប៉ុន្តែ Ashley គិតថាJack ពិតជា cool ពិតជាបរិសុទ្ធដែលដូចនេះគឺជាការចាប់ផ្ដើមនៃការសន្ទនារបស់ពួកគេការចាប់ផ្ដើមនៃការគិតរបស់ពួកគេមិនយូរប៉ុន្មាន Ashley ក៏មានអាយុ15ឆ្នាំហើយ Ashley នឹងក៏នៅតែជជែកគ្នាជាមួយនឹង Jack ជាធម្មតានៅក្នុង friend នៅក្នុងបណ្ដាញសង្គមមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមអញ្ចឹងទៅអញ្ចឹងគេនៅតែមានទំនាក់ទំនងគ្នាជជែកគ្នាប៉ុន្តែដោយសារតែឥឡូវពួកគេទាំងពីរបានវិវត្តវ័យទៅជាវ័យជំទង់អញ្ចឹងណាអញ្ចឹងពួកគេក៏ចាប់ផ្ដើមមានទំនាក់ទំនងគ្នាស៊ីជម្រៅហើយ Ashley ក៏មើលទៅ Jack ថាពិតជាបរិសុទ្ធសង្ហាបរិសុទ្ធអីអញ្ចឹងទៅអញ្ចឹងពួកគេក៏ចាប់ផ្ដើមមានទំនាក់ទំនងស៊ីជម្រៅជាងមុនគឺគេចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាណាត់ជួបគ្នាណាត់វីដេអូ call បើន័យថាមិនមែនណាត់ជួបគ្នា face to face ទេជួបមុខគ្នាផ្ទាល់ទេគឺណាត់គ្នាបែប online dating បានន័យថាយើងអាច video call ជជែកគ្នាអីចឹងទៅប៉ុន្តែក្នុងលក្ខណៈនៃស្នេហាអញ្ចឹងទៅអញ្ចឹងពួកគេអាចជួបមុខគ្នាបានទេដោយសារយើងដឹងហើយថា Ashley នៅកាណាដាហើយ Jack នៅអង់គ្លេសអញ្ចឹងវានៅឆ្ងាយហើយណាមួយពួកគេនៅតែជាវ័យជំទង់នៅឡើយអញ្ចឹងគេអាចជួបគ្នាបានទេអញ្ចឹងរហូតដល់ពេលវេលាកន្លងផុតទៅរហូតដល់ Ashley មានអាយុ19ឆ្នាំគឺជាវ័យមួយដែលជាទូទៅនៅខាងបរទេសគឺជាវ័យមួយដែលមានសិទ្ធិសម្រេចខ្លួនឯងអញ្ចឹងហើយ Ashley ក៏បានសម្រេចចិត្តថានឹងទៅរស់នៅជាមួយ Jack ទៅជួប Jack ដោយផ្ទាល់បានន័យថាលែងចង់ online dating ទៀតđấyគឺចង់ជួប Jack ផ្ទាល់ចង់រស់នៅជាមួយនឹង Jack អញ្ចឹងទៅអញ្ចឹងនាងក៏បានស្នើសុំវីសាទេសចរហ្នឹងគឺបានរយៈពេល6ខែអាចទៅរស់នៅអង់គ្លេសបានរយៈពេល6ខែណាអញ្ចឹងនាងក៏សម្រេចចិត្តថានាងនឹងទៅរស់នៅជាមួយនឹង Jack គឺជាបរិសុទ្ធដែលនាងស្រឡាញ់បរិសុទ្ធក្នុងក្តីសម័យអញ្ចឹងទៅអញ្ចឹងនាងក៏បានប្រាប់ម្ដាយនាងហើយម្ដាយនាងក៏មិនព្រមដែរបានន័យថាមិនចង់ឲ្យទៅរស់នៅទេដោយសារតែដឹងហើយថា Ashley បើទៅធ្លាប់មានតំណែងគ្នានៅតាមវីដេអូ call មែនប៉ុន្តែអត់ដែលបានជួបពិតប្រាកដទេអញ្ចឹងយើងអត់ដឹងថាជីវិតពិតវាបែបណាទេអញ្ចឹងម្ដាយក៏មានការបារម្ភដែរប៉ុន្តែអត់អាចឃាត់ Ashley បានអញ្ចឹង Ashley ក៏បានទិញសំបុត្រយន្តហោះទិញអីហើយទៅរស់នៅហោះទៅជួប Jack អញ្ចឹងទៅអញ្ចឹងនៅពេលដែល Ashley ជួប Jack ជាលើកទី1គឺវាមានលក្ខណៈថាវាល្អបានន័យថាដំណើរការទៅរលូនដូចជា Ashley បានជួបហើយបានដើរលេងជាមួយនឹង Jack បានទៅកន្លែងផ្សេងនៅក្នុងប្រទេសអង់គ្លេសហ្នឹងហើយដូចនៅក្នុងរូបភាពហ្នឹងអញ្ចឹងហើយ Ashley ក៏បានក៏បានផ្លាស់ប្ដូរទីលំនៅទៅនៅជាមួយនឹង Jack នៅផ្ទះល្វែងជាមួយនឹង Jack ហើយ Jack ហ្នឹងគឺជាលក្ខណៈថាដបងអញ្ចឹងណា Jack គេធ្វើដូចជាបរិសុទ្ធល្អជាសង្សារល្អអីអញ្ចឹងទៅពេលដែលរដូវ Christmas Jack បានទិញដើមគ្រីស្មាសហើយបានប្រពៃពិធីទាំងអស់គ្នាហើយក៏បាន surprise ដោយសារតែគេដឹងថា Ashley គឺចូលចិត្តឆ្មាខ្លាំងមែនទែនអញ្ចឹងគេក៏បានទិញកូនឆ្មាដែលជាសំណប់ចិត្តរបស់ Ashley នឹងដើម្បីឲ្យ Ashley surprise Ashley អញ្ចឹងទៅឥឡូវយើងមកដឹងពី Jack វិញ Jack គឺជាមនុស្សអត់ល្អបានន័យថាយើងអាចនិយាយថាជាមនុស្សអាក្រក់តែម្ដងដោយសារតែ Jack អត់មានការងារទេហើយរស់នៅក្នុងផ្ទះរដ្ឋអត់មានផ្ទះសម្បែងខ្លួនឯងហើយសូម្បីតែអាជីវភាពប្រចាំថ្ងៃដែលទទួលបាននឹងគឺពឹងទៅលើរដ្ឋអ្នកផ្ដល់ជំនួយហើយអីដែលសំខាន់នឹងគឺអត់មានបានន័យថាអត់មានមហិច្ឆតាអត់មានបំណងចង់ធ្វើការហើយអត់មានស្វះស្វែងរកការងារហើយបន្ទាប់មកទៀតជក់ថ្នាំសាហើយនឹងលេងហ្គេមអីអញ្ចឹងទៅ
យើងអត់ដឹងថា Ashley គិតមិនទេបានទៅស្រឡាញ់មនុស្សអញ្ចឹងខ្ញុំអត់ដឹងថានៅពេលដែលគាត់ឃើញអញ្ចឹងហើយគាត់នឹកឃើញថាគួរតែទៅផ្ទះវិញឬមួយក៏មិនទេប្រហែលជាអាចគាត់នឹងក្មេងពេកបានគិតថាអញ្ចឹងហើយនៅតែល្អទៀតអញ្ចឹងណាប៉ុន្តែរឿងហ្នឹងគឺវាអីដែលវាអត់សូវសំខាន់ទេអីដែលសំខាន់គឺJack នឹងគឺជាមនុស្សប្រច័ណ្ឌមិនថាមនុស្សប្រច័ណ្ឌមនុស្សចំណែនច្រើនបន្ទាប់ពីថ្ងៃបន់ណូអែលនឹងមិនបានប្រមាណ Jack ចាប់ផ្ដើមគ្រប់គ្រង Ashley បានន័យថាអត់ឲ្យ Ashley ជជែកគ្នាជាមួយមិត្តភ័ក្តិអត់ឲ្យ Ashley ទៅលេង TikTok ឬមួយក៏លេងបណ្ដាញសង្គមអីចឹងទៅហើយ checking ទូរស័ព្ទរបស់ Ashley ហើយនៅពេលដែលឃើញលេខចាស់ៗរបស់ Ashleyដែល ធ្លាប់ block អីហ្នឹងគឺចាប់ផ្ដើមប្រច័ណ្ឌ Ashley ដោយគិតថាលេខទាំងអស់ហ្នឹងគឺជាលេខដែលគឺជាសង្សាររបស់ Ashley អីចឹងទៅអញ្ចឹងគឺគេចាប់ផ្ដើមប្រច័ណ្ឌរោគរឿងជាមួយនឹង Ashley អីចឹងទៅរហូតដល់ពួកគេបានឆ្លោះចិត្តបកាយគ្នាជាខ្លាំងហើយ Jack ក៏បានវាយ Ashley ជាលើកដំបូងយើងដឹងហើយយើងអាចមើលនៅក្នុងរូបភាពនឹងបានថា Jack គឺជាមាឌធំគឺជាមនុស្សដែលមានមាឌធំគឺធំជាង Ashley មែនទែនអញ្ចឹងនៅពេលដែលឧទាហរណ៍ថាវាយតែមួយដៃឬមួយក៏អី Ashley នឹងក្រំគ្រាបើន័យថាវានឹងត្រូវខ្លាំងបើយើងគិតទៅថាមាឌធំវាយមាឌតូចអញ្ចឹងគឺវាម្នាក់ដែលមាឌតូចហ្នឹងគឺប្រកាសជាគ្រោះថ្នាក់មែនទែនអញ្ចឹងណាប៉ុន្តែអីដែលសំខាន់បន្ទាប់ពីវាយអីហើយវាយអីហើយ Ashley គឺគាត់អត់បែកទេបើន័យថាគាត់អត់ចាក់ចេញពី Jack ទេគឺគាត់នៅតែស្រឡាញ់ Jack អញ្ចឹងប៉ុន្តែវាបានផ្លាស់ប្ដូរបើន័យថាវាអត់ដូចអីដែលជាការគិតរបស់ Ashley ណាបើន័យថាដឹងហើយថាការដែល Ashley ចាក់ចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានន័យថាប្រកាសជាគិតក្នុងក្តីសុបិនហើយមិនដែលថាទៅឲ្យគេវាយទេជឿទេអញ្ចឹងវាអត់ដូចអីដែល Ashley ស្មានណាអញ្ចឹងអីគ្រប់យ៉ាងគឺវាខុសពីការគិតរបស់ Ashley អញ្ចឹងហើយប្រហែលសប្តាហ៍ក្រោយបន្តទៀតគឺរឿងដដែលហ្នឹងគឺបានកើតឡើងហើយ Jack បានឆែកទូរស័ព្ទរបស់ Ashley ឃើញសារចាស់ដែល Ashley ធ្លាប់ contact ធ្លាប់និយាយគ្នានៅក្នុងប្រទេសកាណាដាហើយ Jack ពិតជាខឹងគិតហើយក៏បានយកកែវស្រាវាយក្បាលនាងបែកចិញ្ចៀមអញ្ចឹងទៅអញ្ចឹងវាបើយើងគិតទៅគឺជាមនុស្សដែលអាក្រក់មែនតែនហើយនាងក៏នៅតែបានន័យថានៅពេលដែលម្ដាយតំណែងតំណងមកនាងអត់ដែលប្រាប់ម្ដាយនាងថានាងមានបញ្ហាមួយបញ្ហាពីរអីទេប៉ុន្តែនាងតែងតែនិយាយថានាងសុខសប្បាយទេនាងអត់មានបញ្ហាទេហើយនាងរស់នៅបានសុខសប្បាយទេប្រហែលជាពីព្រោះតែនាងខ្លាចម្ដាយរបស់នាងស្អប់ Jack ស្អប់មិត្តប្រុសរបស់នាងអញ្ចឹងហើយប្រហែលជានាងកុហកបែបហ្នឹងណាហើយយូរទៅ Jack គឺចាប់ផ្ដើមធ្វើបាបនាងខ្លាំងទៅដោយមិនឲ្យនាងជជែកគ្នាជាមួយនឹងមិត្តភ័ក្តិហើយមិនឲ្យនាងផ្ញើសារអីទេអញ្ចឹងនៅពេលដែលនាងផ្ញើសារទៅមិត្តភ័ក្តិឬមួយក៏ក្រុមគ្រួសារអីគឺនាងត្រូវតែលុបសារទាំងអស់ហ្នឹងបន្ទាប់ពីជជែកហើយមិនយូរប្រហែលនាងក៏ចាប់ផ្ដើមដាច់តំណែងតំណងមានន័យថាអត់សូវតាក់ទងទៅគ្រួសារហើយគ្រួសាររបស់នាងក៏គិតដែរថាប្រកាសជាមានបញ្ហាអីប៉ុន្តែគាត់ថានៅឆ្ងាយអញ្ចឹងយើងគាត់អត់ទាន់សន្មត់បាន 100% ទេពីថ្ងៃមួយដែរនៅពេលដែល Ashley កំពុងតែនិយាយគ្នាបានជជែកគ្នានៅក្នុង FaceTime កម្មវិធី FaceTime គឺនៅពេលដែលគេកំពុងតែ video call និយាយគ្នាជាមួយនឹងបងស្រីរបស់ Ashley ហ្នឹងហើយ Jack ខឹងទៅលើ Ashley ដែលអត់និយាយជាមួយគាត់អត់អីចឹងទៅហើយ Jack ក៏បានបោកសម្ភារៈអីផ្សេងនៅក្នុងផ្ទះអីអញ្ចឹងទៅនេះគឺបានន័យថាគ្រាន់តែបោកសម្ភារៈទេអត់តាន់វាយធ្វើបាបអីទេអញ្ចឹងបងស្រីរបស់ Ashley ហ្នឹងក៏បានមើលឃើញហើយគាត់ស្នើសុំAshley ត្រូវទៅមកផ្ទះវិញអីអញ្ចឹងទៅកុំនៅអីតទៀតជាមួយនឹងមនុស្សបែបអញ្ចឹងណាប៉ុន្តែបងស្រីរបស់ Ashley គឺអត់តាន់បានប្រាប់រឿងទាំងអស់ហ្នឹងទៅម្ដាយរបស់ Ashley ទេហើយ Ashley ក៏នៅតែបដិសេធថាគេអត់ចង់ទៅវិញទេគេនៅបន្តនៅទៀតណាប៉ុន្តែអានឹងយើងអត់ដឹងថាមកពី Ashley ខ្លាច Jack ឬមួយក៏ Ashley ដោយសារតែ Ashley នៅតែស្រឡាញ់ Jack អញ្ចឹងយើងអត់ដឹងដែរមួយសប្តាហ៍ក្រោយមកទៀត Ashley ក៏បានជជែកគ្នាជាមួយនឹង FaceTime ជាមួយនឹងបងស្រីម្ដងទៀត video call ជាមួយនឹងបងស្រីរបស់នាងម្ដងទៀតនៅពេលដែលនិយាយនេះដែរ
check ក៏បានខឹងជាមួយនឹង Ashley ម្ដងទៀត check បានវាយធ្វើបាបទៅលើ Ashley ទាំងដែលនាងកំពុងតែ FaceTime ជាមួយនឹងបងរបស់នាងអញ្ចឹងទៅបងរបស់នាងគឺបានឃើញទាំងអស់បានន័យថាបានឃើញគេធ្វើបាបប្អូនបានអីចឹងទៅហើយនាងក៏បានប្រាប់ម្ដាយហើយម្ដាយរបស់នាងហើយក៏ដូចជាគ្រួសាររបស់នាងក៏បាន call ទៅនាងថាគេនឹងកក់សបុតយន្តហោះទៅយកAshley មកវិញអីចឹងទៅ Ashley ក៏ដំបូងឡើយក៏ប្រកែកដែរថាគេអត់ចង់ទៅវិញឬមួយក៏អីទេអាហ្នឹងរហូតដល់យូរទៅក៏ Ashley ក៏ព្រមហើយ Jack ក៏ព្រមដែរប៉ុន្តែក្នុងពេលហ្នឹងគឺជាកំឡុងពេល COVID បានន័យថាក្នុងឆ្នាំ2022គឺជាកំឡុងពេល COVID អញ្ចឹងគេតម្រូវឲ្យតេស្តអវិជ្ជមាន COVID ទើបអាចហោះចេញពីប្រទេសជាលក្ខណៈ international flight បានន័យថាយន្តហោះហើរជាលក្ខណៈអន្តរជាតិបានអញ្ចឹងណាអញ្ចឹងនាងក៏អត់អាចហោះហើរបន្ទាប់ពីតេស្តហើយគឺគាត់ពិតជាអវិជ្ជមានប៉ុន្តែគេតម្រូវឲ្យរងចាំរយៈពេល3ថ្ងៃសិនអញ្ចឹងគឺ Ashley អត់អាចហោះបានទៅភ្លាមទេអញ្ចឹងត្រូវរងចាំ3ថ្ងៃសិនមុននឹងពេលហោះហើរនៅថ្ងៃបន្ទាប់គឺជាថ្ងៃដែលអាក្រក់ខ្លាំងចំពោះ Ashley ដោយសារតែ Jack គិតថាគេនឹងបាត់បង់ Ashley រហូតទៅហើយ Jack ក៏បានបកចលួសអញ្ចឹងទៅហើយក៏បានបោកឆ្មាដែលគេទិញ surprise ថ្ងៃ Christmas ឲ្យ Ashley ហ្នឹងណាបោកទៅនឹងជញ្ជាំងរហូតដល់ធ្វើឲ្យ Ashley មានការភ័យខ្លាចហើយរត់រកអ្នកជិតខាងដើម្បីឲ្យមកជួយអញ្ចឹងទៅហើយបន្តមកទៀតអ្នកជិតខាងក៏បានធ្វើឲ្យ Jack calm down មានន័យថាធ្វើឲ្យ Jack មានអារម្មណ៍ស្ងប់ស្ងៀមឡើងវិញអីអញ្ចឹងទៅប៉ុន្តែ Ashley ដឹងថារឿងហ្នឹងគឺវាមិនអាចចប់ប៉ុណ្្នឹងទេអញ្ចឹង Ashley ក៏បាន message ទៅប្រាប់បងស្រីរបស់នាងដើម្បីសុំជាជំនួយឬថែមប៉ុន្តែដោយសារតែល្វែងម៉ោងខុសគ្នាដោយ Ashley ផ្ញើសារហ្នឹងគឺជាម៉ោង3ទៀបភ្លឺនៅកាណាដាអញ្ចឹងគឺជាពេលដែលគេកំពុងតែដេកស្ងប់ស្ងៀមអញ្ចឹងគឺអត់មានទទួល reply អត់ទទួលបាន reply ពីខាងគ្រួសារទេមិនយូរប៉ុន្មាន Jack ក៏បាត់បង់សតិហើយ Jack បានច្បាច់ក Ashley ហើយបន្ទាប់មកទៀតក៏ដកកំបិតចាក់ចំទ្រូងរបស់ Ashley ចាក់ហើយម្ដងទៀតចាក់ម្ដងហើយម្ដងទៀតរហូតដល់90ដងហើយក៏បានសម្លាប់នាងអញ្ចឹងទៅហើយបន្ទាប់ពីបានសម្លាប់ Ashley ហើយ Jack ក៏បានយក Facebook របស់ account របស់គេនឹង page របស់គេនឹងក៏បានដូរ profile ដាក់រូបរបស់ពួកគេទាំងពីរនាក់ញញឹមអញ្ចឹងទៅហើយក៏បានសរសេរ caption ថានាងគឺជារបស់គាត់រហូតហើយនៅកាណាដានេះវិញគ្រួសាររបស់ Ashley ក៏បានភ្ញាក់ពីដំណេករួចក៏ឃើញសាររបស់ Ashley ហើយក៏បានតាក់ទងមក Ashley ប៉ុន្តែតាក់ទងអត់បានអញ្ចឹងហើយគ្រួសាររបស់ Ashley នឹងក៏តាក់ទងមិត្តភ័ក្តិរបស់ Ashley នៅក្នុងប្រទេសអង់គ្លេសនឹងហើយមិត្តភ័ក្តិរបស់ Ashley ក៏បានមកផ្ទះរបស់ Ashley របស់ Jack នឹងហើយមកគោះទ្វារទៅគឺអត់មានអ្នកណាគេឆ្លើយតបទេប៉ុន្តែដោយសារតែលឺសំឡេងចម្លែកម្យ៉ាងអញ្ចឹងទៅក៏មិត្តភ័ក្តិរបស់ Ashley នឹងក៏បាន call ទៅ999 call ទៅលេខប៉ូលីសសម្រាប់ឲ្យមក check បន្ទាប់ពីប៉ូលីសចុះមក check ទៅគឺឃើញសាកសពរបស់ Ashley ហើយគេក៏បានចាប់ Jack ហើយទោសនេះដែរគឺ Jack អាចជាប់ពន្ធនាគាររយៈពេល23ឆ្នាំឬមួយក៏មួយជីវិតអានេះគឺជាបានន័យថាទោសកំណត់ទៅណាអញ្ចឹងអាចមើលរូបថតនឹងបាននេះគឺជារូបថតដែលនៅពេលដែលប៉ូលីសចាប់Jack អញ្ចឹងយើងគិតយ៉ាងណាដែរចំពោះមេរៀនរបស់ Ashley ហើយនិង Jack នេះអញ្ចឹងបានន័យថាអញ្ចឹងគេហៅថាស្នេហា online វាអត់ safe ទេវាអត់perfect 100%ទេអញ្ចឹងមុននឹងសម្រេចចិត្តទៅជួបអ្នកណាមុននឹងសម្រេចចិត្តទៅជួបផ្ទាល់ជាមួយអ្នកគេនៅក្រៅប្រទេសឬមួយក៏ទៅរស់នៅអីហ្នឹងគឺត្រូវតែគិតសារឡើងវិញអញ្ចឹងណា double confirm ថាមុននឹងយើងទៅអញ្ចឹងយើងត្រូវមើលចិត្តមើលថ្លើមគ្នាឲ្យច្បាស់លាស់ណាយ៉ាងតិចបើសិនបើយើងប្រទេសបើយើងជាមនុស្សស្រីយើងគួរតែឲ្យគេមកជួបយើងមុនអញ្ចឹងទៅប៉ុន្តែដូចនិយាយអញ្ចឹងប៉ុន្តែអានឹងឧទាហរណ៍ថាបើសិនបើមានលក្ខណៈថាគេយើងឃើញហើយថាចិត្តអត្តចរិតឬមួយក៏អត់ល្អឬមួយក៏អីអានឹងយើងគិតឡើងវិញណាយើងត្រូវគិតសុវត្ថិភាពខ្លួនឯងជាចម្បងហើយនេះគឺជាមេរៀនមួយសម្រាប់អ្នកដែលចង់បានស្វាមីបរទេសឬមួយក៏អ្នកដែលចង់បានគូសកលជាបរទេសអញ្ចឹងកុំគិតថាបរទេសនឹងគឺជាមនុស្សល្អទាំងអស់នឹងគឺមានមនុស្សល្អមានអាក្រក់ដូចតែប្រទេសយើងអញ្ចឹងក្នុងការស្រឡាញ់ក្នុងការមុននឹងសម្រេចចិត្តទៅរស់នៅឬមួយក៏មុនសម្រេចចិត្តថាយក
ទៅរស់នៅជាមួយនរណាម្នាក់យើងត្រូវតែមើលឲ្យបានច្បាស់កុំគិតថាអូបរទេសហ្នឹងគឺជាមនុស្សល្អទាំងអស់វាអត់មានទេអ្នកណាប្រទេសណាក៏ដូចគ្នាដែរមានល្អមានអាក្រក់អញ្ចឹងហើយត្រូវតែគិតគូរឲ្យបានច្បាស់អានេះគិតសុវត្ថិភាពយើងជាចម្បងដើម្បីឲ្យខ្លួនឯងមានសុភមង្គលបានន័យថាគឺជាខ្លួនឯងយើងកំពឹងទៅលើអ្នកដទៃដើម្បីបង្កើតសុភមង្គលឲ្យខ្លួនឯងនឹងឲ្យអរគុណច្រើននឹងឲ្យអរគុណកុំភ្លេចជួយ follow កុំភ្លេច subscribe ហើយ like page របស់ខ្ញុំផងដែលមានឈ្មោះថា Heang Share អញ្ចឹងដើម្បីទទួលបានវីដេអូថ្មីទៀតអរគុណច្រើន